បានជំរាបសួរទៅដល់បងប្អូនអតិថិជន Ford ក៏ដូចជាបងប្អូនដែលកំពុងតែរកជឿនៅរថយន្ត Ford ទាំងអស់គ្នាបងប្អូនបាទខ្ញុំបានរាវិទ្យជាទីប្រឹក្សាផ្នែកលក់នៅក្រុមហ៊ុន Ford នៅសាខាទូសង្កានេះផ្ទាល់បាទថ្ងៃនេះផងដែរខ្ញុំចង់ចេញមកបាទប្រាប់ដំណឹងល្អមួយជូនដល់បងប្អូនដែលកំពុងតែរកជឿរថយន្ត Ford បងប្អូនបាទដោយបងប្អូនបានឃើញនៅខាងក្រោយខ្ញុំនេះខ្លះហើយមើលទៅយើងចាប់អារម្មណ៍តិចទេបងប្អូនបាទអញ្ចឹងបាទខ្ញុំចង់មកប្រាប់បងប្អូនថា Ford គឺមាន model ថ្មីបាទដែលជាតកូល Everest បងប្អូនបាទ model ថ្មីបាទមិនមែន model មកជំនួស model ចាស់ទេគឺ model ថ្មីតែម្ដងបងប្អូនគឺ Ford Everest Active បងប្អូនបាទអញ្ចឹង Everest Active នេះបងប្អូនឃើញតម្លៃនៅខាងក្រោយតែ 40000 ជាងទេបងប្អូនហើយ model Everest 7កៅអីពេញខ្នាតមិនមកដល់ 40000 ជាងទូចជាង Everest 6 70000ទេអត់ឃើញអត់ទេបងប្អូនគឺប៉ុនគ្នាតែម្ដងបងប្អូនគាត់ថាអ្វីដែលខុសគ្នាគឺ option បងប្អូន option ទៅតាមបាចិត្តតម្លៃរបស់រថយន្តអញ្ចឹងខ្ញុំហ៊ាននិយាយថា Everest Active នេះមិនមែនមកដល់អត់មានអីសោះទេបងប្អូនគឺ option ក៏មានដែរប៉ុន្តែពេលឡើងមកដល់បងប្អូននឹងឃើញថាមាន option គេខ្លះឬក៏បងប្អូនអាចឆាតមកខ្ញុំតដើម្បីចង់ដឹងថាមាន option គេខ្លះអញ្ចឹង Everest Active នេះគឺជារថយន្ត model ថ្មីមួយដែលល្អមែនទែនសម្រាប់បងប្អូនដែលកំពុងពិចារណារថយន្តបាច់ចិត្ត40000ឬក៏50000ហើយបងប្អូនដែលធ្លាប់តែគិតថាចង់បានប្រភេទ Everest ប៉ុន្តែតម្លៃខ្ពស់ពេក6 70000បងប្អូនឥឡូវនេះគឺជាឱកាសល្អរបស់បងប្អូនហើយបងប្អូនអាចធ្វើការជឿ Everest Active នេះបាទតម្លៃតែ40000ជាងបន្តិចទេ44000ទេបងប្អូន44000ជាងបងប្អូនអាចធ្វើការជឿនៅរថយន្ត Ford Everest 7កៅអីពេញខ្នាតបញ្ជាក់មិនថាគឺ7កៅអីបងប្អូនពេញខ្នាត Everest full option មិន Everest Active មកអញ្ចឹងអត់ខុសគ្នាទេបងប្អូនគាត់ថាវាខុសតែ option បងប្អូនតែបើថាទំហំឡានបាទកម្ពស់ឡានអត់ខុសគ្នាទេធានាឲ្យបងប្អូនបាទអ្នកលក់ធានាឲ្យបងប្អូនអញ្ចឹងបើបងប្អូនមានតម្រូវការ Everest Active នេះឬក៏បងប្អូនចង់សាកសួរព័ត៌មានថាបងប្អូនអាចធ្វើការតាក់ទងមកខ្ញុំបាទ David តាមរយៈលេខទូរស័ព្ទនៅក្នុងវីដេអូនេះផ្ទាល់បាទឬក៏បងប្អូនអាចធ្វើការទំនាក់ទំនងមកខ្ញុំបាទតាមរយៈ Telegram នៅខាងលើនៅ caption នេះបងប្អូនអញ្ចឹងបាទ Everest Active បងប្អូនអាចធ្វើការកក់បានឥឡូវយើងបានទទួលកំណងហើយបាទយើងមានគ្រប់ពណ៌បងប្អូនធ្វើការកំណងបានបាទព្រោះទៅតែមានមកដល់ក្តៅទេទៅប្រកាសក្តៅទេមិនមកដល់ទេបងប្អូនទៅប្រកាសក្តៅទេអញ្ចឹងវួតឡើងបងប្អូនកក់មុនបានមុនបាទកក់ក្រោយបានក្រោយអញ្ចឹងបងប្អូនមានព័ត៌មានបន្ថែមអាចធ្វើការរកមកខ្ញុំបានបាទជាចុងក្រោយខ្ញុំបាទដាវីតសូមអរគុណសូមគោរពលាបងប្អូន